នេះខ្ញុំសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីសុខភាពខ្ញុំបានវិលមកជួបលោកស្រីអ្នកនាងកញ្ញាជាថ្មីម្ដងទៀតកម្មវិធីរបស់យើងខ្ញុំបានសហការជាមួយនឹង Clinic Princess ដើម្បីបង្កើតនូវប្រធានបទថ្មីៗជូនទៅដល់លោកស្រីអ្នកនាងកញ្ញាបានទស្សនាស្វែងយល់ទាក់ទងទៅនឹងបញ្ហាសុខភាពហើយនៅក្នុងថ្ងៃនេះយើងខ្ញុំក៏បានលើកយកនៅប្រធានបទមួយទៀតដែលផ្ដោតសំខាន់ទៅលើក្រពេញលើក្រលៀនមានដំណើរការមិនធម្មតាឬក៏យើងហៅពាក្យបច្ចេកទេសថា Cushing តើអ្វីទៅជា Cushing យើងមានវិធីការពារនិងវិធីព្យាបាលយ៉ាងណានាងខ្ញុំបានមកជួបជាមួយនឹងលោកវិជ្ជបណ្ឌិតសុខសរឿនដែលជាអ្នកឯកទេសផ្នែកជំងឺទូទៅនៅក្នុង Clinic Princess ដើម្បីបកស្រាយទៅលើប្រធានបទនេះចាសសូមជម្រាបសួរលោកវិជ្ជបណ្ឌិតដែលយើងតែងតែលើកយកនៅប្រធានបទសំខាន់មួយចំនួនដើម្បីជូនទៅដល់ប្រិយមិត្តទស្សនិកជនបានទស្សនាស្វែងយល់អំពីបញ្ហាសុខភាពដើម្បីឲ្យធ្វើយ៉ាងណាឲ្យគាត់មានវិធីការពារខ្លួនគាត់ជៀសផុតពីបញ្ហាទាំងអស់នេះហើយដែលផ្ដោតទៅលើប្រធានបទយើងនេះគឺវាពាក់ព័ន្ធគ្នារយៈពេល2សប្តាហ៍កន្លងមកហើយលោកចាំដិតចាអញ្ចឹងសប្តាហ៍នេះជាសប្តាហ៍ទី3ដែលវាតាក់ទងមានភាគតមករហូតអញ្ចឹងចាហើយនាងខ្ញុំបានសង្កេតឃើញថានៅពេលបច្ចុប្បន្ននេះមានអតិថិជនឬក៏ទូរទស្សនិកជនមួយចំនួនគាត់មានការងឿឆ្ងល់តាក់ទងទៅនឹងបញ្ហាជំងឺជាច្រើនដែលនៅក្នុងនោះដូចជាគាត់មានការធាត់ឡើងទម្ងន់ខ្លាំងហ្នឹងគឺមិនស្រកវិញទេមិនងាយស្រកហើយជាពិសេសគឺគាត់មានបែកសង្វារនៅលើខ្លួននៅលើពោះនៅលើអីចឹងលោកចាំដិតហើយជាពិសេសគឺគាត់ឡើងសម្ពាធឈាមខ្លាំងដោយមិនងាយចុះទៅវិញចាហើយជាពិសេសទៅទៀតនោះគឺគាត់មានជាតិខ្លាញ់នៅក្នុងឈាមច្រើនដែលពិបាកព្យាបាលតើជំងឺនិងមូលហេតុទាំងអស់នេះតើយើងអាចប្រកាសថាជាជំងឺអ្វីឲ្យពិតប្រាកដដែរទៅលោកចាំដិតចាជាដំបូងខ្ញុំសូមអរគុណចំពោះសំណួរដែលមានអត្ថន័យដ៏សំខាន់នេះជាពិសេសចំពោះអតិថិជនដែលគាត់មានការងឿងឆ្ងល់គឺជាការមួយដ៏ប្រសើរបញ្ហាមួយដែលយើងបានលើកយកមកនិយាយដូចឧទាហរណ៍ដូចជាបញ្ហាឡើងទម្ងន់លឿនពេកហើយពិបាកក្នុងការព្យាបាលក្នុងការចុះបន្ថយនៃទម្ងន់ទៅវិញបញ្ហាលើសសម្ពាធឈាមបញ្ហាមានជាតិទឹកនោមផ្អែមឬក៏ឈាមផ្អែមបញ្ហាតាក់ទងនឹងសារជាតិខ្លាញ់ច្រើននៅក្នុងឈាមបញ្ហាទាំងអស់នេះជួនកាលជាបញ្ហាមួយដាច់ដោយឡែកពីគ្នាជំងឺអាចមានជំងឺមួយដាច់ដោយឡែកពីគ្នាក៏ប៉ុន្តែជួនកាលជំងឺទាំងអស់នេះយើងអាចចងមកចូលជាចង្កោមមួយទៅជាបញ្ហាមួយដែលតាក់ទងមានមូលហេតុតែមួយគត់ហើយយើងអាចព្យាបាលបានបើសិនជាយើងរកមូលហេតុដ៏ពិតប្រាកដនឹងឃើញជាពិសេសដែលខ្ញុំសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជាយើងប្រហែលជាមានអតិថិជនមួយចំនួនគាត់នឹងអាចមានជំងឺដែលតាក់ទងជាមួយនឹងបញ្ហាដែលយើងលើកយកមកនិយាយក្នុងពេលបន្តិចទៀតនេះហើយបញ្ហានេះយើងអាចមានការព្យាបាលបានដូច្នេះហើយបានជាខ្ញុំសូមអរគុណចំពោះសំណួរដែលមានអត្ថន័យរបស់អ្នកនាងនេះបាទចាសូមអរគុណដែលយើងបានដឹងហើយថាបញ្ហាលើសសម្ពាធឈាមនេះវាជាចង្កោមឬក៏ជាបញ្ហាមួយដែលមានការតាក់ទងទៅនឹងប្រធានបទដែលយើងលើកឡើងថ្ងៃនេះគឺក្រពេញលើក្រលៀនមិនមានដំណើរការមិនធម្មតាចាអញ្ចឹងតើបញ្ហាលើសសម្ពាធឈាមនេះយើងអាចព្យាបាលជាដាច់ដែរឬទេលោកចាំដែរនេះគឺបន្តភ្ជាប់ពីប្រធានបទមុនដែល clinic យើងខ្ញុំតែងតែបានលើកយកមកបកស្រាយជូនហើយប្រធានបទយើងពីលើកមុននេះយើងបាននិយាយអំពីបញ្ហាលើសសម្ពាធឈាមនៅក្នុងនោះយើងបាននិយាយថាមនុស្សយើងធម្មតាពេលណាដែលយើងមានបញ្ហាលើសសម្ពាធឈាមក្នុងមនុស្ស100នាក់90នាក់ឬក៏90%លោកគ្រូពេទ្យមិនអាចនឹងរកមូលហេតុពិតប្រាកដនៃបញ្ហាលើសសម្ពាធឈាមនោះបានទេម្ល៉េះហើយការព្យាបាលយើងមានតែការលេបថ្នាំមួយជីវិតក៏ប៉ុន្តែ10%ឬក៏មនុស្ស10នាក់នៅក្នុងមនុស្ស100នាក់ដែលមានបញ្ហាលើសសម្ពាធឈាមនឹងលោកគ្រូពេទ្យអាចរកមូលហេតុពិតប្រាកដឃើញបានជាពិសេសគឺនៅក្នុងប្រធានបទក្នុងថ្ងៃនេះដែលបញ្ហាដែលតាក់ទងនឹងក្រពេញមួយដែលមានទីតាំងនៅលើក្រលៀនយើងមាន2ហើយពេលដែលក្រពេញនឹងធ្វើដំណើរការលើសពីធម្មតាគឺបញ្ចេញសារជាតិអរម៉ូនមួយលើសធម្មតាវាអាចបណ្ដាលឲ្យយើងនឹងមានបញ្ហាលើសសម្ពាធឈាមដូច្នេះបើសិនជាយើងរកមូលហេតុនឹងឃើញហើយយើងព្យាបាលមូលហេតុនឹងឲ្យបានដាច់ស្រឡះនោះបញ្ហាជំងឺលើសសម្ពាធឈាមយើងអាចព្យាបាលបានយើងអាចព្យាបាលជាដាច់ដោយមិនបាច់លេបថ្នាំទេចាសូមអរគុណដោយថ្ងៃនេះតកតងទៅនឹងប្រធានបទក្រពេញលើក្រលៀនមានដំណើរការមិនធម្មតាអញ្ចឹងដែលយើងហៅពាក្យបច្ចេកទេសថា Cushing ចាលោកចាំដិតអញ្ចឹងប្រិយមិត្តទស្សនិកជនគាត់ឆ្ងល់ហើយថាអ្វីទៅជា Cushing តើលោកចាំដិតអាចជម្រាបជូនបានទេចាបញ្ហានេះគឺជាបញ្ហាមួយដែលកើតឡើងនៅពេញសកលលោក
ប្រជាជនប្រទេសណាក៏មានកើតដែរហើយដើមឡើយលោកគ្រូពេទ្យគាត់មិនអាចរោគមូលហេតុពិតប្រាកដទេគាត់ឃើញអ្នកជំងឺមានរោគសញ្ញាដូចខ្ញុំបានជម្រាបចឹងធាត់ពេកឡើងឈាមទឹកនោមផ្អែមឡើងមុនដោះរោមឡើងសង្វារពោះប៉ុន្តែដល់ក្រោយមកគេបានតាមដានស្រាវជ្រាវនៅរោគចង្កោមរោគទាំងអស់នោះហើយគេបានរកឃើញថាអ្នកជំងឺដែលមានបញ្ហាតាក់ទងនឹងក្រពេញដែលនៅលើតម្រងនោមពាក្យពេទ្យហៅថា adrenal gland បើសិនជាក្រពេញនោះវាហើមវាមានដុំវាបញ្ចេញសារជាតិម្យ៉ាងនឹងឡើងច្រើនពេកគឺអ្នកជំងឺនឹងមានរោគសញ្ញាជាចង្កោមនឹងឯងហើយលោកគ្រូពេទ្យម្នាក់គាត់មានឈ្មោះគាត់ថា Cushing នឹងគាត់ក៏ដាក់ឈ្មោះជំងឺនេះមុនគេហៅថាជំងឺ Cushing នឹងគឺជាពាក្យពេទ្យប៉ុន្តែដោយសារភាសាខ្មែរយើងខ្ញុំមិនអាចនឹងរកពាក្យណាមកបកស្រាយបានច្បាស់លាស់ដូច្នេះហើយយើងគួរតែប្រើពាក្យនេះថា Cushing ជំងឺ Cushing គឺជំងឺដែលតាក់ទងលើក្រពេញនៅលើតម្រងនោមដែលធ្វើការលើសពីធម្មតាបាទសូមអរគុណប្រិមត្តទស្សនិកជនជាទីមេត្រីមុននឹងបន្តកិច្ចពិភាក្សាជាមួយលោកវិជ្ជបណ្ឌិតសុខសរិនជាបន្តទៀតនេះខ្ញុំសូមគោរពអញ្ជើញលោកអ្នកទស្សនាបទបង្ហាញមួយដោយជាការសិក្សាវគ្គខ្លីដែលបង្ហាញជូនដល់លោកវិជ្ជបណ្ឌិតសុខសរិនសូមគោរពអញ្ជើញទស្សនាទាំងអស់គ្នាបាទសូមជម្រាបសួរថ្ងៃនេះ Princess Clinic យើងខ្ញុំនឹងសូមលើកជាប្រធានបទមួយដែលមានសារៈសំខាន់ចំពោះអតិថិជនជាច្រើននៅក្នុងប្រទេសកម្ពុជាជំងឺដែល clinic យើងលើកចំបកស្រាយនោះគឺជាបញ្ហាមួយដែលតាក់ទងជាមួយនឹងបញ្ហាដែលក្រពេញនៅលើតម្រងនោមដែលពាក្យពេទ្យហៅថា adrenal gland ហ្នឹងមានដំណើរមិនប្រក្រតីជំងឺនេះមានជំងឺហៅថាជំងឺ Cushing បញ្ហាជំងឺ Cushing គឺជាជំងឺមួយដែលតាក់ទងជាមួយនឹងការដើរមិនប្រក្រតីរបស់អរម៉ូនដែលបង្កើតឡើងដោយក្រពេញមួយដែលមានទីតាំងនៅលើតម្រងនោមរបស់យើងមនុស្សយើងទាំងអស់គ្នាយើងតែងតែសង្កេតឃើញហើយជួនកាលអតិថិជនមួយចំនួនតែងតែមានបញ្ហាតាក់ទងជាមួយនឹងបញ្ហាឡើងទម្ងន់មិនឈប់ឈរហើយមានការពិបាកក្នុងការសម្រកទោះជាខំព្យាបាលលេបថ្នាំឬក៏ខំធ្វើការហាត់កីឡាឬតមហូបអាហារយ៉ាងណាក៏ដោយក៏មានការពិបាកក្នុងការសម្រកនៅទម្ងន់នេះទៅវិញដែរក៏ដូចជាបរិះអតិថិជនបរិះមួយចំនួនដែលមានបញ្ហាឡើងធាត់ទៅមានបញ្ហាតាក់ទងជាមួយនឹងបញ្ហាឡើងសម្ពាធឈាមបញ្ហាតាក់ទងជាមួយនឹងការឡើងសារជាតិស្ករដែលយើងហៅថាបញ្ហាជាជំងឺទឹកនោមផ្អែមឬឈាមផ្អែមពោះឡើងធំហើយទាំងប្រុសទាំងស្រីគឺមានបែកសង្វារពោះបញ្ហាទាំងអស់នេះគឺជាបញ្ហាដែលតាក់ទងឡើងដោយសារតែដំណើរការមិនប្រក្រតីរបស់ក្រពេញដែលមាននៅលើក្រលៀនមនុស្សយើងទាំងអស់គ្នានេះគឺជារូបភាពដែលខ្ញុំលើកមកយកមកបង្ហាញអំពីក្រពេញមួយចំនួនដែលមនុស្សយើងទាំងប្រុសទាំងស្រីនៅមានក្រពេញដែលយើងចង់លើកយកមកធ្វើការអត្ថាធិប្បាយគឺជាក្រពេញមួយដែលនៅលើក្រលៀនមនុស្សយើងមានក្រពេញនេះពីរហើយពាក្យពេទ្យក្រពេញនេះហៅថាពាក្យ adrenal gland បាទក្រពេញនេះនឹងទទួលនៅក្រោមការគ្រប់គ្រងរបស់អរម៉ូនដែលបញ្ចេញមកពីខួរក្បាលមកផ្ញើឲ្យក្រពេញនេះបញ្ចេញនៅសារជាតិអរម៉ូនដែលបញ្ចេញនឹងគឺមានសារជាតិ3គឺសារជាតិទី1គឺមានតាក់ទងជាមួយនឹងសារជាតិដែលតាក់ទងជាមួយនឹងពពួកដែលគ្រប់គ្រងនៅជាតិស្ករជាតិគេហៅថា mineralocorticoid តាក់ទងជាមួយនឹងពួកអំបិលហើយពួកមួយទៀតដែលតាក់ទងជាមួយនឹងស្ករនេះយើងហៅថាពួក glucocorticoid ហើយនឹងអរម៉ូនមួយទៀតដែលតាក់ទងជាមួយនឹងគ្រឿងអរម៉ូនផ្លូវភេទដែលយើងហៅថាជាពិសេសនោះគឺ androgen បញ្ហាដែលតាក់ទងនឹងគឺកើតឡើងដោយសារជំងឺនឹងកើតឡើងដោយសារពពួក glucocorticoid នឹងគឺបង្កើតច្រើនហួសកម្រិតពាក្យដែលអរម៉ូននឹងហៅថា cortisol នេះគឺជាអរម៉ូនមួយដែលកើតឡើងសំខាន់សម្រាប់ការទ្រទ្រង់ជីវិតរបស់មនុស្សយើងគ្រប់គ្នាជាពិសេសនៅពេលណាដែលយើងមានទទួលនៅការរងគ្រោះនៅការគៀបសង្កត់ខាងផ្លូវចិត្តក៏ដូចជាខាងផ្លូវកាយពេលណាយើងមានបញ្ហាមានមេរោគចូលនៅក្នុងខ្លួនឬក៏យើងមានបញ្ហាដែលតាក់ទងជាមួយនឹងបញ្ហានឹងជំងឺមួយចំនួនគឺខ្លួនយើងបង្កើតនៅសារជាតិ cortisol នេះដើម្បីជួយទ្រាំទ្រនៅបញ្ហាទាំងនោះសម្ពាធទាំងនោះប៉ុន្តែដោយសារមានការដំណើរការមិនធម្មតាក្រពេញរបស់យើងនឹងបង្កើតជាតិ cortisol នឹងច្រើនពេកហើយសារជាតិ cortisol នេះច្រើនតែកើតឡើងនៅពេលព្រលឹមព្រឹកឡើងចិត្តភ្លឺបញ្ហាមួយទៀតដែលតាក់ទងនឹងបញ្ហានេះគឺបញ្ហាដែលកើតឡើងដោយសារការប្រើប្រាស់ថ្នាំជាពិសេសថ្នាំមួយចំនួន
ដែលយើងសង្កេតឃើញទៅនៅក្នុងប្រទេសកម្ពុជាយើងមានការប្រើប្រាស់ដោយមិនប្រើប្រាស់មិនបានមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីលោកគ្រូពេទ្យគឺជាថ្នាំមួយដែលតាក់ទងជាមួយនឹងអរម៉ូនកូទីហ្សូលយើងហៅថ្នាំនឹងមានឈ្មោះថាដូចជាថ្នាំពួកព្រិតណូសូនពួកថ្នាំព្រិតនីហ្សូឡូនឬក៏ពួកថ្នាំដេកសាមេតាហ្សូនដែលយើងតែងតែឃើញតែយើងអាចទៅទិញបាននៅហ្វាម៉ាស៊ីយកមកលេបដើម្បីបំបត្តិការឈឺចាប់បំបត្តិការក្តៅខ្លួនបំបត្តិនៅជំងឺមួយចំនួនដូច្នេះពេលដែលក្រពេញរបស់យើងនៅនឹងលើតម្រងនោមនឹងបញ្ចេញជាតិនឹងច្រើនពេកនឹងមូលហេតុអាចមាន2ឬ3យ៉ាងជួនកាលដោយសារមានបញ្ហាតាក់ទងនៅក្នុងខាងខួរក្បាលជួនកាលទៀតតាក់ទងដោយសារការប្រើថ្នាំផ្ដេសផ្ដាសឬជួនកាលទៀតកើតដោយសារមានដុំមួយចំនួនដែលបញ្ចេញនៅអរម៉ូនមកភ្ញូចឲ្យវានឹងបញ្ចេញជាតិកូទីហ្សូលច្រើនពេកឬក៏ជួនកាលកើតឡើងដោយសារតែក្រពេញនៅលើតម្រងនោមខ្លួនឯងនឹងមានបញ្ហាដូចជាបញ្ហាដុំជាច្រើនដែលបញ្ចេញជាតិកូទីហ្សូលលើសកម្រិតពីធម្មតាចំពោះរោគសញ្ញាដែលអ្នកជំងឺច្រើនតែមាននឹងគឺទី1ការឡើងទម្ងន់លឿនមិនអាចស្មានបានហើយពិបាកនឹងព្យាបាលចុះទៅវិញបន្ទាប់មកទៀតនឹងមានបញ្ហាដូចជាបញ្ហាលើសសម្ពាធឈាមបញ្ហាមិនសូវមានការចងចាំបាត់បង់នឹងការចងចាំអ្នកជំងឺច្រើនតែមានការមួម៉ៅមិនមានសភាពទឹកចិត្តនឹងណោជួនកាលទៀតចំពោះជាពិសេសចំពោះស្ត្រីជួនកាលទៀតយើងសង្កេតឃើញមានការដុសរោមច្រើនខុសធម្មតាជាពិសេសដុសរោមច្រើនតែនៅកន្លែងដែលច្រើនតែបរោះដុសដូចជានៅលើសៀតផ្កានៅលើបបោមាត់នៅលើចង្កាលើដើមទ្រូងឬនៅកន្លែងគៀនផ្លូវភេទមុខច្រើនតែមូលមុខនឹងមូលដូចគេហៅថាមូលដូចប្រច័ណ្ឌហើយមុខនឹងច្រើនតែក្រហមជួនកាលទៀតឃើញមានជាខ្លាញ់នៅជុំកឬខ្លាញ់នៅលើបោកខាងក្រោយកផ្ទុយពីនឹងអ្នកជំងឺកាន់តែធាត់ទៅប៉ុន្តែគាត់ច្រើនតែមានការអស់កម្លាំងលហិតលហើយជាពិសេសនោះគឺអស់កម្លាំងនៅស្មាអស់កម្លាំងនៅកភ្លៅមានបញ្ហាក្នុងការធ្វើចលនាដូចជាលើកដៃលើកជើងឬក៏ធ្វើការដើរចុះដើរឡើងមានការពិបាកក្នុងការគិតជាពិសេសស្ត្រីជួនកាលក៏មានបញ្ហាជាមួយនឹងរដូវច្រើនតែមិនទៀងដែលជាហេតុឲ្យអ្នកជំងឺមួយចំនួនមានបញ្ហាជាមួយក្នុងការបង្កើតកូនគឺគាត់ច្រើនតែមានការមិនអាចមានផ្ទៃពោះបានបញ្ហាមួយចំនួនដែលតាក់ទងទៀតនោះគឺមានការសម្រានមិនលក់គាត់ចូលចិត្តមានការអាំងពេចខ្យងដោយសារតែជាតិកូទីហ្សូលនឹងច្រើនពេកខ្លួនគាត់នឹងមិនមានសារជាតិអាចទប់ទល់ជាមួយនឹងពពួកបាក់តេរីពពួកវីរុសក៏ដូចជាពពួកផ្សិតហើយខ្លួនគាត់នឹងមានដំបៅច្រើនស្បែកពួកគាត់នឹងមានការស្ដើងហើយមានការងាយជាំមានការងាយដាច់ហើយក៏ដូចជាការហូរឈាមគាត់មានការពិបាកក្នុងឆ្អឹងរបស់គាត់ទន់ជាពិសេសបើស្រីក្មេងមានច្រើនតែមានបញ្ហាចេញមុនច្រើនហើយមុននឹងពិបាកព្យាបាលធម្មតាយើងតែសង្កេតឃើញតែបុរសទេដែលមានជ្រុះសក់ប៉ុន្តែផ្ទុយទៅវិញចំពោះស្ត្រីដែលមានបញ្ហាដែលតាក់ទងបញ្ហានេះគាត់មានការជ្រុះសក់ហើយក្បាលគាត់ឆក់មានរាងដូចជាបុរសដែរជួនកាលទៀតគាត់មានបញ្ហាហើមជើងឬហើមដៃនេះគឺជារូបភាពដែលតាក់ទងជាមួយនឹងស្ត្រីបើសិនជាគាត់មានបញ្ហាគឺមានបញ្ហាតាក់ទងជាមួយនឹងសតិអារម្មណ៍មិននឹងណោជួនកាលទៀតគាត់សង្កេតឃើញថាគាត់មានដុំដែលបញ្ចេញនៅអរម៉ូនមួយដែលមកភ្ញូចអរម៉ូននេះក្រពេញនេះគឺកាលណាដុំនេះវាធំឡើងទៅគាត់មានបញ្ហាក្នុងការពិបាកមើលគាត់មើលទៅឃើញព្រើលភ្នែកមើលទៅឃើញរូបតែមួយចំហៀងឬរូបតែមួយកំណាត់មុខគាត់ដូចប្រច័ណ្ឌមានការពុកឆ្អឹងស្រួយឆ្អឹងបេះដូងគាត់ចង្កាលមានការរីកជាពិសេសកគាត់នឹងមានឡើងបោកដូចជាគូឡើងកគាត់មានការធាត់គាត់មានបញ្ហាតាក់ទងជាមួយនឹងសង្វារពោះឆ្អឹងរបស់គាត់នឹងមានការទន់ស្បែកមានការជាំដំបៅងាយហើយពិបាកនឹងព្យាបាលនេះជារូបភាពរបស់បរិសុទ្ធដែលមានបញ្ហាតាក់ទងជាមួយនឹងជំងឺនេះគឺច្រើនតែកើតសង្វារហើយសង្វារពោះនឹងច្រើនតែធំហើយមានពណ៌ច្រើនតែពណ៌ស្វាយជាពិសេសបើសិនជាអ្នកជំងឺនឹងមានបញ្ហាស្នាមក្នុងផ្លែក្នុងការវះកាត់គឺផ្លែនឹងច្រើនតែឡើងពណ៌ខ្មៅហើយផ្លែនឹងមានរីកទៅហើយពិបាកនឹងព្យាបាលឲ្យរួមទៅវិញណាស់នេះជារូបភាពបរិសុទ្ធមួយដែលគាត់មានការបោកឡើងកគាត់ឡើងបោកហើយនេះជារូបភាពរបស់ស្ត្រីម្នាក់ដែលគាត់មានការឡើងធាត់នឹងគឺធាត់ហួសកំណត់ចង្កេះគាត់គឺឡើងធំជាងប្រកៀកព្រោះធម្មតាស្ត្រីចង្កេះត្រូវតែមានការតូចជាងប្រកៀកគាត់ធាត់នឹងគឺធាត់ច្រើនតែនៅខាងក្នុងខ្លួនប៉ុ
ប៉ុន្តែដៃនិងជើងរបស់គាត់នឹងអត់មានធាត់ទេគឺកាន់តែតូចទៅស្ដើងទៅហើយឡើងបូកកនឹងគឺជារោគគឺជាសញ្ញាមួយសំខាន់ចំពោះអ្នកជំងឺដែលមានបញ្ហាដែលតាក់ទងជាមួយនឹងCushing ជំងឺ Cushing នេះបាទនេះគឺបញ្ហា